តម្លៃហាងឆេងមានការប្រែប្រួលការពីល្ងាចមិញនេះរហូតដល់ឡើង50លេខហើយក៏បានតម្លាក់ខ្លួនចុះវិញ50លេខបងប្អូនទាំងនេះការឡើងចុះនេះហើយដែលយើងអាចគេហៅថាជួញដូរទៅលើតម្លៃបានឬក៏ជួញដូរទៅលើកម្រិតថ្លៃអន្តរជាតិបានណាគឺគេយកផលចំណេញពីការឡើងចុះហ្នឹងឯងបងប្អូនទាំងនេះចឹងនៅពេលដែលវាតម្លាក់ខ្លួនចុះយើងធ្វើការទិញនៅពេលដែលវាឡើងយើងធ្វើការលក់ពីខាងលើមកវិញចឹងយើងទិញលក់ជាប្រចាំថ្ងៃធ្វើឲ្យបងប្អូនទាំងអស់គ្នាទទួលបានផលចំណេញតោះយើងមកមើលតម្លៃហាងឆេងមាសរបស់យើងនៅក្នុងថ្ងៃនេះវិញគឺថ្ងៃនេះគឺជាថ្ងៃទី1ខែ10ឆ្នាំ2025តម្លៃហាងឆេងមាសនៅក្នុងទីផ្សារអន្តរជាតិគេកំពុងតែធ្វើការទិញលក់នៅក្នុងតម្លៃ$3,862នៅក្នុង1អោនឬក៏ស្មើនឹង$4,653នៅក្នុង1តម្លឹងគិតជាតម្លៃទីផ្សារស្រុកខ្មែរយើងបើសិនជាយើងគិតជាគីឡូវិញធៀបគិតទៅម៉ោង10:30នាទីព្រឹកនេះស្មើនឹង$124,095នៅក្នុង1គីឡូផងដែរបងប្អូនទាំងនេះសម្រាប់ទំនោរមាសlong term ទំនោរធំតែម្ដងមាសនៅតែបន្តកើនឡើងទៀតអញ្ចឹងនៅពេលដែលទម្លាក់ខ្លួនចុះបន្តិចបងប្អូនធ្វើការទិញគឺបងប្អូនផ្ដោតទៅលើការទិញឲ្យច្រើនជាជាងការលក់បងប្អូនបាទអរគុណច្រើនបងប្អូនទាំងនេះសម្រាប់ការទស្សនាវីដេអូនេះបាទ